នំនេះមិនសូវជាផ្អែមអញ្ចឹងមនុស្សចាស់អាចពិសាបានដោយមិនបាច់ខ្លាចលើសជាតិស្ករកញ្ញានំខេករបស់ខ្ញុំពិតជាប្រកែមែនខ្ញុំសុំលាសិនហើយណាបងបញ្ញាប់ទៅផ្ទះវិញខ្ញុំនិយាយលេងទេណាកុំប្រកាន់ជាមួយសម្ដីខ្ញុំអីនាងមានសង្សាររួចហើយខ្ញុំមិនប្រជែងជាមួយសង្សារនាងពីរឿងអីហ្នឹងមកដល់មិនសួរនាំអីទេវាយមនុស្សអញ្ចឹងហ្មងហ៎មានគំនុំជាមួយគ្នាតាំងពីអង្កលហ្នឹងលោកកំចេះនោះមិនមែនជារឿងរបស់លោកទេវាគឺជារឿងរបស់ខ្ញុំជាមួយនារីម្នាក់នេះខ្ញុំមិនដែលស្គាល់នាងទេតើសាច់ការអីបានមកធ្វើបាបខ្ញុំដោយមិនសួរអីសោះនោះនាងជាសង្សារចាស់គូទៅដឹងខ្ញុំមែនទេបែកគ្នាហើយហេតុអីនៅតែលក់នំឲ្យគ្នាទៀតគូទៅដឹងខ្ញុំទិញនំពីនាងជាច្រើនប្រអប់យកទៅចែកក្រុមការងារនាងដឹងឮហើយថាគេជាសង្សារចាស់មិនក៏មិនព្រមឈប់កូនមិនគួរប្រញាប់ចូលទៅក្បែរគេពេកនោះទេគួរតែទុកពេលឲ្យគេបានកាត់ចិត្តសិនបើកូនចូលទៅភ្លាមពេកនោះកូនអាចខ្លាចជាមនុស្សកំដររបស់គេភ្លាមគេនឹងអាចយកកូនជំនួសអ្នកចាស់យកកូនដើម្បីបំភ្លេចអ្នកចាស់កូនគួរតែសិក្សាស្វែងយល់ពីជំរឿចិត្តគេសិនទេជាសង្សារចាស់របស់ប្អូនថ្លៃខ្ញុំមុខមាត់ស្អាតបានអញ្ចឹងតើបានជាប្អូនថ្លៃខ្ញុំវាពិបាកកាត់ចិត្តណាស់នាងស្រស់ស្អាតបែបនេះគួរតែមកធ្វើជារបស់ខ្ញុំវិញទៅកុំទៅរវល់ជាមួយអនាគតប្តីនរណាអីខ្ញុំគ្រាន់តែយកនំមកឲ្យនោះទេបងទទួលយកចោះខ្ញុំសំលៀសិនហើយកុំប្រញាប់ទៅពេកអីខ្ញុំនៅនិយាយមិនទាន់ចប់នោះទេហើយខ្ញុំក៏ចង់ប្រាប់ថាបើចង់បានដៃគូសង្សារខ្ញុំអាចធ្វើជាសង្សាររបស់នាងបានខ្ញុំចូលចិត្តមនុស្សស្អាតប្រកែធ្វើការកុំភ្លេចទៅចូលរួមផងពួកខ្ញុំរៀបការចង់បែកគ្នាជាមួយក្មេងសម្រាយម្នាក់នោះហើយមែនទេកូនត្រូវតែតាមឪពុកម្ដាយយើងជាអ្នកមានកូនចំពោះកូនដូច្នេះហើយកូនត្រូវតែស្ដាប់សង្សាររបស់កូនម្នាក់នោះគឺជាអ្នកដតីសុតសាតប៉ានិងម៉ាក់បានរៀបចំផ្លូវដ៏ល្អសម្រាប់កូនរួចរាល់ហើយកូនត្រូវតែស្ដាប់និងធ្វើតាមណែរៀងអ្នកលក់នំខេករបស់ខ្ញុំការចាប់ផ្ដើមក៏គង់តែមានថ្ងៃបញ្ចប់រវាងទំនាក់ទំនងគូសង្សារមួយគូក៏បានឈានមកដល់ថ្ងៃបញ្ចប់បរិះដែលជាសង្សារបានពោលឡើងនិងបានចាក់ចេញបងលាហើយសង្ឃឹមថាអូននឹងបានជួបបរិះដែលល្អជាងបងស្រឡាញ់អូនឲ្យខ្លាំងជាងបងតាមគ្រួសារបងរៀបការជាមួយអ្នកថ្មីតែចិត្តបងនៅតែមានរូបអូនជានិញបងសុំទោសដែលសន្យាឲ្យអូនចាំតែបងជាអ្នកដែលក្បត់សន្យានោះទៅវិញបងពិតជាសុំទោសអូនមែនណាមិនបាច់សុំទោសខ្ញុំទេធ្វើអីតាមតែគ្រួសារបងប្រាប់ចុះពួកយើងត្រឹមតែជាសង្សារជាងាយស្រួលនឹងចែកផ្លូវគ្នាណាហើយខ្ញុំក៏ត្រឹមតែជាអ្នកដតីសម្រាប់បងដែរគ្រួសាររបស់បងទៅសំខាន់ជាងជាសាច់ឈាមតែមួយទៅតាមគ្រួសាររបស់បងចុះបងលាសិនហើយជូនពរអូនឲ្យជួបអ្នកថ្មីឆាប់នេះចុះថាចប់ហើយគេក៏បានចាក់ចេញទៅភ្លាមសន្យាឲ្យធ្វើមិនបានតែខំសន្យាធ្វើអីទៅខាត់ពេលខ្ញុំណាដែលនៅជាមួយគាត់មួយរយៈនេះមិនគួរណាខ្ញុំសុខចិត្តខាត់ពេលវេលាបែបនេះជាមួយមនុស្សដែលមិនច្បាស់លាស់ជាមួយខ្ញុំឡើយសង្នីមកដល់ផ្ទះវិញឪពុកម្ដាយគេក៏បានបន្លឺឡើងបែកគ្នាជាមួយក្មេងសម្រាយម្នាក់នោះហើយមែនទេកូនត្រូវតែតាមឪពុកម្ដាយយើងជាអ្នកមានកូនចំពោះកូនដូច្នេះហើយកូនត្រូវតែស្ដាប់សង្សាររបស់កូនម្នាក់នោះគឺជាអ្នកដតីសុតសាតប៉ានិងម៉ាក់បានរៀបចំផ្លូវដ៏ល្អសម្រាប់កូនរួចរាល់ហើយកូនត្រូវតែស្ដាប់និងធ្វើតាមណែវាមិនមែនជាការលំបាកអ្វីទេចាក់ចេញពីមនុស្សដែលគ្មានអីសោះទៅយកអ្នកដែលស័ក្តិសមជាមួយកូនម៉ាក់កូននិយាយត្រូវហើយកូនត្រូវតែស្ដាប់ឪពុកម្ដាយកុំស្វាអ្នកដែលគ្មានមុខមាត់នៅក្នុងសង្គមអីកូនស្រីដែលពួកយើងបានរៀបចំឲ្យកូននាងជាមនុស្សដែលមានមុខមាត់នៅក្នុងសង្គមព្រមទាំងជាមនុស្សដែលមានចំណេះដឹងទៀតកូនជាមួយនាងក៏ពិតជាស័ក្តិសមជាមួយគ្នាណាស់ខ្ញុំតាមប៉ាម៉ាក់ហើយខ្ញុំមិនចង់ប្រកែកអ្វីច្រើនទេយ៉ាងណាក៏ខ្ញុំនឹងសង្សារបានបែកគ្នាហើយដែរទោះបីជានិយាយអ្វីនៅពេលនេះទៀតក៏គ្មានប្រយោជន៍អីដែរខ្ញុំដឹងតែប៉ាម៉ាក់គឺតែងតែចង់ឲ្យកូនបានល្អព្រោះតែបែបនេះហើយខ្ញុំក៏មិនប្រកែកអ្វីទាំងអស់ល្អណាស់កូនសម្លាញ់ធ្វើបែបនេះទើបស័ក្តិសមជាកូនប្រុសរបស់យើងកូនត្រៀមខ្លួនទៅមិនយូរទៀតទេនឹងដល់ថ្ងៃចូលរោងការហើយបាទប៉ាខ្ញុំសុំតែក្រៅសិនហើយទៅចោះកូនប្រុសទុកឲ្យប៉ានិងម៉ាក់កូនជាអ្នកចាត់ការរឿងនេះចោះណាប្រញាប់មកវិញផងណាកូនប្រុសក៏បានចាក់ចេញពីផ្ទះផ្លេតតែម្ដង
កូនប្រុសយើងចេះស្ដាប់បង្គាប់ណាស់ខ្ញុំមិនចាំបាច់លំបាកទៅស្ដីថាឲ្យសង្សារគេដល់ផ្ទះនោះទេ យើងមិនចាំបាច់អីទៅស្ដីថាឲ្យគ្នានោះទេទោះយ៉ាងណាក៏កូនយើងតាមឪពុកម្ដាយហើយគេមិនតាមអ្នកដទៃនោះទេ ខ្ញុំជឿជាក់លើកូនប្រុសយើងគេគ្មានថ្ងៃជ្រើសរើសនាងនោះឡើយទោះ10ជាតិទៀតក៏ដោយណារិមជឹកនំដែលអ្នកទិញបានកំងមកដល់មុខផ្ទះអ្នកទិញតែម្ដងខណៈដែលនាងឈរនៅខាងក្រៅចុចកណ្ដឹងនោះម្ចាស់ផ្ទះក៏ចេញពីក្នុងផ្ទះមកសួស្ដីបងខ្ញុំយកនំដែលបងបានកំងមក បានអរគុណណាស់មកខ្លួនឯងតែម្ដងហើយណោះមិនក៏មិនឲ្យអ្នកផ្សេងគេយកមក ដោយសារតែថ្មនេះគឺខ្ញុំទៅនេះហើយតាមយកមកឲ្យដល់ខ្លួនឯងតែម្ដងទេ បានអរគុណណាស់ម៉ាក់ខ្ញុំសរសើរមិនដាច់ពីមាត់ទេថានំនេះឆ្ងាញ់គាត់មិនដឹងថាអ្នកដែលធ្វើនេះជាក្មេងបែបនេះសោះម៉ាក់ខ្ញុំគិតថាជាមនុស្សចាស់ជាអ្នកធ្វើតើបើគាត់ដឹងតែជាក្មេងស្រីស្អាតបែបនេះជាអ្នកធ្វើគាត់ច្បាស់ជាសរសើរមិនដាច់ពីមាត់ទេ អរគុណខ្លាំងណាស់ណាបងដែលបានសរសើរនោះសង្ឃឹមថាអ្នកមិញនឹងកាន់តែចូលចិត្តទៅចាស់ នំនេះមិនសូវជាផ្អែមអញ្ចឹងមនុស្សចាស់អាចពិសាបានដោយមិនបាច់ខ្លាចលើសជាតិស្ករកញ្ញានំខេករបស់ខ្ញុំពិតជាប្រកែមែន ខ្ញុំសំលេសសិនហើយណាបងបញ្ញាប់ទៅផ្ទះវិញ ខ្ញុំនិយាយលេងទេណាកុំប្រកាន់ជាមួយសម្ដីខ្ញុំអីនាងមានសង្សាររួចហើយខ្ញុំមិនប្រជែងជាមួយសង្សារនាងទេ ពូជើងបែកគ្នាហើយខ្ញុំលេសសិនហើយថាចាប់ហើយនាងក៏បានចាក់ចេញទៅភ្លាម គេបែកគ្នាហើយបើដូច្នេះគឺជាឱកាសរបស់ខ្ញុំហើយមែនទេទិញនំជាប់ចិត្តជាមួយអ្នកលក់ខ្ញុំដាច់ខាតគឺត្រូវទៅយកនាងឲ្យបាន ណារិមបានទៅផ្សារទិញគ្រឿងផ្សំខណៈដែលនាងកំពុងតែទិញរបស់របរនាងក៏បានជួបជាមួយស្រីកំណាន់របស់ឪពុកនាងដែលចាក់ចេញពីគ្រួសារព្រោះតែស្រីកំណាន់ក្មេងម្នាក់នោះអើយតើខ្ញុំគួរតែគ្រប់ត្រូលដែរទេពេលកូនស្រីប្តីខ្ញុំជាអ្នកលក់នំខេកម្នាក់ដែលល្បីនៅលើបណ្ដាញសង្គមនោះខ្ញុំរវល់ពេកមិនដែលនឹងបានសាករសជាតិដែលនាងធ្វើសោះតែបើថ្ងៃណាតដេនោះខ្ញុំនឹងកំងដែរព្រោះចង់ស្គាល់រសជាតិថាធ្វើឆ្ងាញ់ប៉ុណ្ណាទៅបានជាមានអ្នកគ្រប់ត្រូលនោះមិនបាច់នោះទេខ្ញុំក៏មិនចង់បានការគ្រប់ត្រូលពីនាងឡើយសូមតែកុំមករវល់ជាមួយជីវិតរបស់ខ្ញុំទៀតទេគឺគ្រប់គ្រាន់ហើយខ្ញុំមិនចង់ឃើញមុខទេហេតុអីទៅឬក៏នាងស្អប់ខ្ពើមខ្ញុំដែលឪពុកនាងចាក់ចេញពីនាងនឹងម្ដាយមករស់នៅជាមួយខ្ញុំនោះណែប្រកាន់អីយ៉ាងហ្នឹងខ្ញុំមិនបានប្រកាន់ទេតែខ្ញុំក៏មិនចង់ជួបដែរមនុស្សដែលមានអត្តចរិតបែបនេះតែអ្នកណាដែលគេចង់ជួបខ្លាចថាជួបហើយនោះឆ្វាក់នឹងប្តីអ្នកនោះតើជួបហើយបានប្រយោជន៍អីទៅលីហើយកុំបាច់ចង់ជជែកទៀតអីខ្ញុំគ្មានពេលជជែកទេថាចាប់ហើយនាងក៏បានចាក់ចេញទៅតែម្ដងសំដីបានណាស់ឯងគង់តែដឹងខ្លួនទេចាំតែមើលទៅនាងខណៈពេលដែលមកដល់ផ្ទះវិញណារិមបានទៅឃើញម្ដាយដែលកំពុងតែយកមាសដែលបានទុកជាយូរនោះមកមើលព្រមទាំងបានបន្លឺឡើងមាសទាំងនេះម៉ែតែងទុកយូរហើយតាំងតែពីកូននៅតូចមកម្លេះពេលនេះកូនធំហើយម៉ែបកុលវាទៅឲ្យកូនចោះណាទោះបីជាកូនចង់យកវាទៅធ្វើអីក៏ម៉ែមិនហាមដែរវាគឺជាសិទ្ធិរបស់កូនកូនអាចលក់ធ្វើរបររកស៊ីរបស់កូនក៏បានពង្រីកមុខរបរកូនឲ្យកាន់តែធំណាម៉ែទុកចាស់ខ្ញុំអាចមានលទ្ធភាពទិញរបស់ទាំងនេះដោយខ្លួនឯងបានហើយពេលនេះខ្ញុំចេះធ្វើការរកប្រាក់បានដោយខ្លួនឯងមិនដូចកាលនៅពីក្មេងទេខ្ញុំត្រឹមតែជាកូនក្មេងដែលទាមទារពីម៉ែតែឥឡូវនេះម៉ែអាចទិញរបស់ដែលម៉ែចង់បានដោយប្រាក់របស់ខ្ញុំម៉ែកុំបារម្ភពីរឿងនេះអីណាម៉ែទុករបស់ម៉ែវិញចាស់ម៉ែទុកឲ្យកូនបើកូនត្រូវការពេលណានោះកូនអាចប្រាប់ម៉ែបានណាចាម៉ែនាថ្ងៃបន្ទាប់ការកំងនំរបស់នាងក៏បានកើនឡើងអ្នកដឹកបោះចាំត្រៀបត្រានៅមុខផ្ទះណារិមវិខ្ចប់រួចរាល់ក៏បានប្រគល់ទៅឲ្យអ្នកដឹកតែម្ដងកូនដណ្ដឹងរបស់សុងនីដែលនៅក្នុងបន្ទប់ធ្វើការជាមួយគេក៏បានបន្លឺឡើងពេលនាងឃើញនំខេកនៅលើតុជាច្រើនប្រអប់ផងដែរនំខេកនេះច្រើនប្រអប់ម្ល៉េះតែងចែកក្រុមការងារមែនទេបងបានបងទិញចែកក្រុមការងារបងឃើញពេកនេះគេលក់នំហើយអ្នកទិញក៏ល្បីតែឆ្ងាញ់បានជាបងទិញយកមកចែកអ្នកនៅកន្លែងជាមួយគ្នាបងប៉ັດជាចិត្តល្អណាស់នំនេះគឺប៉ັດជាតំណងមែនអូនសាក់ភ្លក់មើលនំគេឆ្ងាញ់ណាស់ចាសុងនេះបានយកនំដែលខ្លួនទិញមកនោះយកទៅចែកក្រុមការងារផងដែរបន្ទាប់ពីអស់កិច្ចការជាមួយនឹងគូដណ្ដឹង
រីឯរីយ៉ាក៏បានចាក់ចេញពីបន្ទប់ធ្វើការរបស់គេតែនាងក៏ស្រាប់តែលឺអ្នកធ្វើការនៅទីនោះបានជជែកគ្នាផងដែរឯងដឹងដែរទេថាអ្នកលក់នំនោះគឺជាសង្សារចាស់របស់មេយើងគាត់ជួយទិញនំពីសង្សារចាស់ព្រោះតែខ្លាចសង្សារចាស់លក់មិនអស់មែនទេទាំងដែលពេលនេះគាត់មានគូតដឹងទៅហើយដែលចិត្តរៀបការជាមួយគ្នាទៀតប៉ាត់មែនជាសង្សារចាស់គាត់ដែលលក់នំនេះហ៎អូយខ្ញុំមិនដឹងសោះតែនំគេឆ្ងាញ់មែនតើមិនអន់ទេនំឆ្ងាញ់គឺឆ្ងាញ់ហើយតែជាសង្សារចាស់គ្នាគួរតែក្រែងចិត្តអ្នកថ្មីផងបើខ្ញុំជាគូតដឹងវិញណាមិនដឹងថាពិបាកចិត្តប៉ុណ្ណានោះទេបានចឹងលាក់ទុកទៅកុំឲ្យគូតដឹងគាត់ដឹងលាក់ឲ្យចិត្តទៅអញ្ចឹងបុគ្គលិកពីរអ្នកនោះក៏បានឈប់និយាយដោយត្រឡប់ទៅកន្លែងធ្វើការវិញរីឯរីយ៉ាក៏បានឆែកទូរស័ព្ទហើយក៏បានទៅកាន់ទីតាំងនោះតែម្ដងឆូកូកាន់ប្រអប់នំនៅមុខផ្ទះណារីមដោយបំរុងនឹងទៅវិញដូចគ្នាតែរំពេចនោះរីយ៉ាក៏បានមកដល់ព្រមទាំងផ្ទះណារីមមួយកំភ្លៀងភ្លាមមានរឿងអីហ្នឹងមកដល់មិនសួរនាំអីទេវាយមនុស្សអញ្ចឹងហ្មងហ៎មានគំនុំជាមួយគ្នាតាំងពីអង្កាលហ្នឹងលោកកំចេះនោះមិនមែនជារឿងរបស់លោកទេវាគឺជារឿងរបស់ខ្ញុំជាមួយនារីម្នាក់នេះខ្ញុំមិនដែលស្គាល់នាងទេតើសាច់ការអីបានមកធ្វើបាបខ្ញុំដោយមិនសួរអីសោះនោះនាងជាសង្សារចាស់គូតដឹងខ្ញុំមែនទេបែកគ្នាហើយហេតុអីនៅតែលក់នំឲ្យគ្នាទៀតគូតដឹងខ្ញុំទិញនំពីនាងជាច្រើនប្រអប់យកទៅចែកក្រុមការងារនាងដឹងឮហើយថាគេជាសង្សារចាស់មិនក៏មិនព្រមឈប់តាក់ទងគ្នាមានក្រែងចិត្តខ្ញុំដែរទេដែលខ្ញុំជាគូតដឹងគេនោះខ្ញុំមិនដឹងឡើយថានំជាច្រើនប្រអប់ដែលកំងទៅនោះគឺគាត់ជាអ្នកដែលកំងព្រោះលេខទូរស័ព្ទមិនមែនជាលេខគាត់ទេនាងមករករឿងខ្ញុំអញ្ចឹងខ្ញុំអាចប្តឹងបានណានរឹមបែកគ្នាជាមួយគេហើយអ្នកនាងត្រូវហាមឃាត់មិនមែនជានរឹមទេតែជាគូតដឹងរបស់នាងមិនគួរឲ្យគេមករវល់ជាមួយអ្នកលក់នំខេករបស់ខ្ញុំអញ្ចឹងទេព្រោះពេលនេះនាងជាសង្សាររបស់ខ្ញុំហើយតែគូតដឹងនាងនៅតែមកតាមរំខានសង្សារខ្ញុំតើខ្ញុំគួរតែចាត់វិធានការយ៉ាងណាជាមួយគូតដឹងនាងដែលតាមមករំខានពួកខ្ញុំនេះខ្ញុំមកប្រាប់នេះគ្រាន់តែចង់ឲ្យនាងដឹងកុំលក់នំឲ្យគូតដឹងខ្ញុំទៀតបើមិនចង់មានរឿងជាមួយខ្ញុំនោះតែបើចង់ត្រូវរើជាមួយគ្នាវិញប្រាប់ខ្ញុំឲ្យត្រង់មកខ្ញុំនឹងផ្សំផ្គុំឲ្យត្រូវគ្នាវិញមិនបាច់លួចលាក់បែបនេះទេខ្ញុំមិនបានចង់ត្រូវជាមួយគាត់វិញនោះទេកុំបាច់ខ្វល់ពីរឿងនេះអីកុំធ្វើស្អីពីក្រោយខ្នងខ្ញុំឲ្យសោះនោះថាចាប់ហើយនាងក៏បានចាក់ចេញទៅនរិមគួរតែបដៅគេឲ្យដឹងដៃមិនប្រឡែងទៅដល់ងាយងាយបែបហ្នឹងទេធ្វើបែបនេះធ្វើឲ្យគេធ្លាប់ហើយណាដោយគិតតែធ្វើបាបអ្នកដទៃហើយមិនមានទោសពីអីសោះពិតជាអយុត្តិធម៌ចំពោះនរិមណាខ្ញុំមិនមែនមិនប្រកាន់ទេតែលើកនេះខ្ញុំអត់អើនតែបើមានលើកក្រោយនោះខ្ញុំក៏មិនអត់អើនឲ្យគេនោះទេអរគុណបងហើយណាដែលបានជួយនិយាយខ្ញុំនោះបងរីករាយនឹងជួយនរិមជានិច្ចឲ្យតអូនហាមាត់បងនេះជួយបានគ្រប់យ៉ាងបងលាហើយណាចាអរគុណណាស់ណាបងឆូកូបានចាក់ចេញទៅខណៈដែលណារីមក៏បានចូលទៅក្នុងផ្ទះនាងដូចគ្នាឆូកូមកដល់ផ្ទះវិញយកនំទៅឲ្យម្ដាយខណៈដែលម្ដាយក៏បានសួរឡើងកូនប្រុសមកវិញមានទឹកមុខមិនល្អសោះតើកូនកើតអីទៅម៉ែខ្ញុំមានរឿងមួយមិនអស់ចិត្តសោះតែខ្ញុំគួរធ្វើយ៉ាងណាបើខ្ញុំនេះមានចិត្តទៅលើគេតែគេទៅបំបែកបាក់ពីសង្សាររបស់គេហ្នឹងខ្ញុំគួរតែធ្វើយ៉ាងណាទៅម៉ែបើគេទៅតែបែកបាក់គ្នាថ្មីអញ្ចឹងកូនមិនគួរប្រញាប់ចូលទៅក្បែរគេពេកនោះទេគួរតែទុកពេលឲ្យគេបានកាត់ចិត្តសិនបើកូនចូលទៅភ្លាមពេកនោះកូនអាចក្លាយជាមនុស្សកំដររបស់គេភ្លាមគេនឹងអាចយកកូនជំនួសអ្នកចាស់យកកូនដើម្បីបំភ្លេចអ្នកចាស់កូនគួរតែសិក្សាស្វែងយល់ពីជម្រៅចិត្តគេសិនទៅមុននឹងចូលទៅរកគេនោះបាទម៉ែខ្ញុំនឹងទុកពេលឲ្យនាងតែខ្ញុំនឹងតាមយកចិត្តនាងដើម្បីឲ្យនាងមើលឃើញខ្ញុំហើយគិតដល់ខ្ញុំមុនគេកូនប្រុសម្ដាយអើយកូនគួរតែធ្វើខ្លួនឲ្យល្អមុននឹងចូលទៅកាន់ជីវិតអ្នកដទៃកូនមិនគួរចេះតែដើរចូលក្នុងជីវិតអ្នកដទៃហើយធ្វើឲ្យគេរិញរៃទេទុកឱកាសឲ្យខ្លួនឯងនឹងគេផងបាទម៉ែខ្ញុំយល់ហើយខ្ញុំនឹងមិនធ្វើឲ្យគេរិញរៃព្រោះតែខ្ញុំនោះទេនាពេលជប់ជិនរិយាបានមកដល់ផ្ទះរបស់សុងនីព្រមទាំងប្រាប់រឿងដែលបានកើតឡើងកាលពីថ្ងៃត្រង់នោះទៅកាន់ឪពុកម្ដាយគេមិនអីទេកូនរឿងនេះទុកឲ្យម៉ាក់ចាត់ការចោះកូនម្នាក់នេះណាពិតជាប្រហើនពេកហើយមិនអីទេកូនរឿងនេះប៉ាម៉ាក់ចាត់ការបានកូនឯងគ្រាន់តែត្រៀមខ្លួនធ្វើជាកូនកំមុំឲ្យបានល្អទៅ
ប៉ានឹងមិនធ្វើឲ្យកូនប្រសាររបស់ប៉ាត្រូវខូចចិត្តនោះទេកូនប្រសារប៉ាត្រូវតែទទួលបានយុត្តិធម៌ ស្របពេលជាមួយគ្នានោះសុងនីបានមកដល់ផ្ទះគេក៏លន់មាត់ផ្លេតតែម្ដង ប៉ាម៉ាក់កុំធ្វើអីផ្ដេសផ្ដាសឲ្យសោះណាកុំទៅរករឿងអ្នកណាអីរិយាបើមានរឿងអីអូនអាចមកនិយាយជាមួយបងបានអូនមិនគួរមកប្តឹងប៉ាម៉ាក់បងពីរឿងនេះទេបើកូនប្រសារយើងមិនប្រាប់យើងពីរឿងនេះឯងគិតថាយើងអាចដឹងបានដែរអីឯងចិត្តរៀបការហើយឯងមិនគួរទៅធ្វើចរិតបែបហ្នឹងទេគួរតែផ្ដាច់ទំនាក់ទំនងជាមួយគ្នាឲ្យដាច់ស្រឡះទៅខាងនេះគឺជាអនាគតប្រពន្ធឯស្រីម្នាក់នោះជាសង្សារចាស់តើកុំព្រោះតែអ្នកចាស់ធ្វើឲ្យអ្នកថ្មីខូចចិត្តអីកុំឲ្យប៉ាម៉ាក់បានលឺរឿងនេះម្ដងទៀតឲ្យសោះណាកូនត្រូវធ្វើខ្លួនឲ្យមានតម្លៃផងគ្រួសារយើងមានមុខមានមាត់ក៏ដោយសារតែកូននឹងហើយ ប៉ាកូននិយាយត្រូវកូនត្រូវដឹងថាកិត្តិយសគឺសំខាន់ណាស់សម្រាប់គ្រួសារយើងបងត្រូវតែដឹងថាខ្ញុំជួយលើកមុខមាត់បងមិនមែនជានាងទេ បានចាប់ពីថ្ងៃនេះទៅខ្ញុំមិនទៅពាក់ព័ន្ធជាមួយនាងទៀតទេអើបែបនេះទើបជាកូនប្រុសដ៏ល្អអនាគតប្តីល្អ ណារិមយកនំទៅឲ្យតាមកន្លែងនីមួយៗដែលភ្ញៀវបានកំងនោះហើយនាងក៏បានឈរនៅមាត់ទ្វារគោះទ្វារហៅភ្ញៀវបងខ្ញុំជាអ្នកយកនំមកបងជួយបើកទ្វារទទួលនំផង នេះមែនទេជាសង្សារចាស់របស់ប្អូនថ្លៃខ្ញុំមុខមាត់ស្អាតបានអញ្ចឹងតើបានជាប្អូនថ្លៃខ្ញុំវាពិបាកកាត់ចិត្តណាស់នាងស្រស់ស្អាតបែបនេះគួរតែមកធ្វើជារបស់ខ្ញុំវិញទៅកុំទៅរវល់ជាមួយអនាគតប្តីនរណាអី ខ្ញុំគ្រាន់តែយកនំមកឲ្យនោះទេបងទទួលយកចោះខ្ញុំសំលៀសិនហើយក ុំប្រញាប់ទៅពេកអីខ្ញុំនៅនិយាយមិនទាន់ចប់នោះទេហើយខ្ញុំក៏ចង់ប្រាប់ថាបើចង់បានដៃគូសង្សារខ្ញុំអាចធ្វើជាសង្សាររបស់នាងបានខ្ញុំចូលចិត្តមនុស្សស្អាតស្អាតប៉ាកែធ្វើការបែបនេះណា ខ្ញុំសំលៀសិនហើយណា ខ្ញុំថាទៅមិនទាន់បានគឺមិនអាចទៅណាបានទេ ថាហើយគេបំរុងនឹងទាញយកនាងចូលទៅក្នុងផ្ទះជាមួយគេតែស៊ីផ្លេសម៉ូតូតែតទៅធ្វើឲ្យគេបញ្ឈប់ទង្វើរបស់គេវិញយ៉ាងលឿន នរិមរួចរាល់ហើយនៅបងចាំយូរហើយក្តៅណាស់ណាហើយឯងចង់ធ្វើអីសង្សារខ្ញុំនឹងអីក៏ទំនឹងម្ល៉េះចង់មកឆក់សង្សារគេអញ្ចឹងហ៎ឯងជាកូនចៅនរណាតើអ្នកណាបង្រៀនឯងឲ្យធ្វើអញ្ចឹងនោះឯងចង់ត្រូវផ្ដៅឬក៏ខ្សែតៃវាយទៅលើខ្នងរបស់ឯងស្អីក៏យើងមិនចង់បានដែរសុំត្រឹមតែចេញពីទីនេះគឺបានហើយតោះអូនយើងទៅកុំចំណាយពេលអត់ប្រយោជន៍ជាមួយវាទៀតអី ថាហើយអ្នកទាំងពីរក៏បានចាក់ចេញទៅតែម្ដងសុទ្ធថាក៏បានចូលទៅក្នុងបន្ទប់វិញ សង្សារចាស់គេស្អាតអញ្ចឹងតើបានជាគេមិនងាយនឹងបំភ្លេចអ្នកចាស់ឯងឃើញអត់យកអ្នកដែលមានសង្សារចាស់ស្អាតមកធ្វើជាប្តីវាវេទនាចិត្តអញ្ចឹងណានៅព្រួយបារម្ភខ្លាចគេវិលទៅរកសង្សារចាស់គេវិញ ខ្ញុំធ្វើមិនដឹងថាគេមានសង្សារអញ្ចឹងនោះតែឃើញមុខនាងហើយណាខ្ញុំខ្លាចថាគូតដឹងរបស់ខ្ញុំនឹងសុំគេត្រូវគ្នាវិញនៅក្នុងថ្ងៃណាមួយមិនខានឡើយអ្នកចាស់របស់គេធ្វើឲ្យខ្ញុំអសុវត្ថិភាពណាស់ បើគូតដឹងរបស់ឯងគេជាមនុស្សស្មោះត្រង់ឯងមិនចាំបាច់អីទៅបារម្ភជាមួយគេនោះទេគេនឹងមិនធ្វើឲ្យឯងពិបាកចិត្តព្រោះតែរឿងនេះទេអ្នកចាស់គេនៅតែគេបើគេមិនបានមកអញែអញ៉ៃជាមួយយើងទេយើងក៏មិនគួរទៅរករឿងគេដែរការពារតែគូតដឹងឯងទៅអ្នកផ្សេងទៀតមិនបាច់ទៅខ្វល់ទេតែបើគូតដឹងឯងមិនស្មោះត្រង់ទេផ្ដាច់ពាក្យឲ្យរកអ្នកថ្មីទៅខ្វះអីមនុស្សលើលោកនេះនោះទៅខ្វល់ខ្វាយជាមួយមនុស្សនៅនឹកសង្សារចាស់ធ្វើអី ចាខ្ញុំដឹងហើយឆូកូជូនណារិមមកដល់ផ្ទះវិញព្រមទាំងស្រដីឡើង នរិមគួរតែឲ្យអ្នកដឹកគេដឹកអីវ៉ាន់ទាំងនោះទៅឃើញដែរទេថាពេលដែលអូនយកទៅឲ្យគេដោយខ្លួនឯងមានរឿងអ្វីកើតឡើងខ្លះបិទទៅត្រូវគេធ្វើបាបទៅហើយ ចាអរគុណណាស់បងដែលថ្ងៃនេះបងទៅជាមួយខ្ញុំបើមិនមានបងទៅជាមួយទេខ្ញុំប្រហែលជាចាប់មិនខានឡើយ បងពេញចិត្តជួយអូនជានិច្ចព្រោះថាបងស្រឡាញ់អូនបងមិនបានសុំមកជំនួសអ្នកណាទេណាតែបងមកសុំធ្វើជាមនុស្សដែលនៅក្បែរអូនអស់មួយជីវិតពេលណាដែលអូនបំភ្លេចគេបានកុំភ្លេចប្រាប់បងផងបងនឹងនៅទីនេះរងចាំអូនជានិច្ចហើយបងសង្ឃឹមថាគេនឹងរសាត់បាត់ពីបេះដូងអូននៅក្នុងពេលឆាប់ៗនេះបងទៅផ្ទះសិនហើយណា ចាលាសិនហើយណាបងឆូកូបានចាក់ចេញទៅផ្ទះភ្លាមបន្ទាប់ពីលានាងរួច
ការប៉ទេខ្ញុំមិនបាននៅអាឡ័យសង្សារចាស់ទៀតនោះទេតែខ្ញុំគ្រាន់តែស្ដាយពេលវេលាតែប៉ុណ្ណោះមួយសប្តាហ៍ក្រោយមកធៀបការក៏បានមកដល់ដៃណារិមគូដណ្ដឹងមួយគូនោះក៏បានមករកនាងដល់ផ្ទះតែម្ដងកុំភ្លេចទៅចូលរួមផងពួកខ្ញុំរៀបការចុងខែនេះហើយក ុំភ្លេចទៅចូលរួមផងបងលាសិនហើយ ចាលាសិនហើយណារិមកាន់ធៀបរៀបការចូលទៅក្នុងផ្ទះម្ដាយឃើញទឹកមុខកូនហើយក៏អត់មិនស្ដីគឺមិនបានឡើយជាសង្សារគ្នារាប់ឆ្នាំចុងក្រោយគេទៅរៀបការជាមួយអ្នកផ្សេងពិតជាធ្វើបាបទឹកចិត្តកូនស្រីខ្ញុំណាស់កូនម្ដាយកូនកំសត់ដោយម្ដាយធ្វើអីកាលម្ដាយមានប្តីត្រូវអ្នកផ្សេងមកយកទៅបាត់ក៏ទៅរកប្រពន្ធថ្មីចោលកូនចោលប្រពន្ធឲ្យនៅកំព្រាឯកាបែបនេះកូនស្រីម្ដាយាកូនស្រីម្ដាយពិតជាអភ័ព្វមែនម៉ែកុំនិយាយចឹងអីវាគឺជាព្រំលិខិតនោះទេធ្វើមិនបើប្រេងវាសនាកំណត់មកបែបនេះហើយនោះបើគេជ្រើសរើសយកផ្លូវទាំងអស់នោះហើយនោះយើងក៏មិនអាចហាមឃាត់បានដែរមានតែបដ ாய் តាមនឹងទៅចោះកូនក៏ត្រូវតែរស់នៅឲ្យបានល្អអត់ពីគេទៅនោះកូនក៏ត្រូវតែរស់នៅឲ្យបានល្អអត់ពីគេទៅនោះយើងក៏ត្រូវតែមានជីវិតដែលមានសុខសាន្តជីវិតយើងគឺយើងជាអ្នកកំណត់ចាំម៉ែពីមួយថ្ងៃទៅមួយថ្ងៃណារិមក៏តែខំធ្វើការរបស់នាងការលក់ដូរក៏ចេះតែកើនឡើងកំណើនការលក់ក៏លក់ដាច់បានច្រើនជាងពីមុនរីឯឈើគោក៏តែងតែមកជួយនិងធ្វើជាមួយរបស់នាងនាពេលយប់យន្តនៅឯឆ្នេរសមុទ្រ នារិមមកទល់នឹងពេលនេះតើអូនអាចបំភ្លេចគេបានហើយនៅបងសួរនេះមិនមែនចង់បង្ខំអូននោះទេតែបងសួរឲ្យប្រកាសនៅក្នុងចិត្តរបស់បងពួកយើងរាប់អានគ្នាមកយូរហើយបងក៏មិនចង់ឲ្យអូននៅវិលជុំជាមួយរឿងអតីតកាលដែរព្រោះវាមិនមែនជារឿងដែលត្រូវគិតច្រើនទៀតនោះទេខ្ញុំភ្លេចគាត់ហើយខ្ញុំក៏មិនចង់ចងចាំគាត់ទៀតដែរទុកឲ្យព្រំលិខិតជាអ្នកចាត់ចែងទៅចោះតែវាសនារបស់ខ្ញុំនៅក្នុងកណ្ដាប់ដៃខ្ញុំនោះទេដូច្នេះខ្ញុំត្រូវតែធ្វើជាអ្នកដែលកំណត់វាសនាខ្លួនឯងគឺដោយដៃខ្លួនឯងមិនអាចឲ្យអ្នកផ្សេងមកកំណត់ជំនួសបានទេអូននិយាយត្រូវវាសនារបស់យើងគឺយើងជាអ្នកចាត់ចែងកំណត់ដោយខ្លួនឯងមិនអាចឲ្យសម្ដីអ្នកផ្សេងមកកំណត់ជំនួសយើងបានទេយើងកើតមកពីផ្ទៃផ្សេងគ្នាហេតុអីត្រូវឲ្យអ្នកផ្សេងមកចាត់ចែងរឿងជីវិតយើងជំនួសយើងទៅវិញវាដូចជាមិនសមហេតុផលឬចោបើបងចង់ធ្វើជាមនុស្សម្នាក់នៅក្នុងជីវិតអូនហើយឲ្យអូនជួយកំណត់វាសនាឲ្យបងថាបងត្រូវបានកូនប្រមាណអ្នកពេលបងខ្លាយជាឪពុករបស់គេនោះតើអាចដែរទេអនាគតប្រពន្ធរបស់បងបើរឿងនេះខ្ញុំអាចកំណត់វាបានតែលុះត្រាតែបងចូលស្ដីទៅនឹងខ្ញុំតាមប្រពៃណីសិនណារឿងនេះបងបានត្រៀមរួចអស់ហើយបងមិនធ្វើឲ្យអូនខូចឈ្មោះទេយើងនឹងធ្វើតាមប្រពៃណីយើងចូលស្ដីដណ្ដឹងរៀបមង្គលការចាបងឆូកូបានស្ដីដណ្ដឹងណារិមរៀបមង្គលការព្រមទាំងពង្រីកមុខរបរបង្កើតហាងលក់នំខេករបស់ពួកគេជាមួយគ្នាព្រមទាំងរស់នៅដោយភាពកក់ក្ដៅជាមួយជីវិតថ្មីរបស់ពួកគេព្រមឡើងជិះគោយន្តជាមួយខ្ញុំឬក៏ទាល់តែឡានសេរីទំនើបទៅអាចជិះបានវាអត់តាក់ទងអីនឹងគ្រឿងយានជំនិះនេះទេតែមនុស្សអត់ចាប់អារម្មណ៍គឺបែបហ្នឹងពុទ្ធោឲ្យអ្នកសុទ្ធតែមិនចាប់អារម្មណ៍ទៀតចង់បានបែបណាទើបអ្នកចាប់ចិត្តចាប់អារម្មណ៍បានទៅស្អីគេហោះកាត់មុខយើងមិញហ្នឹងស្រមោលស្ទង់តែម្ដងហើយតែបើថាជាខ្មោចនឹងអាលចាប់ត្រាំស្រាផឹកអើយយើងអត់ដែលចេះខ្លាចអីទេវ៉យបានតែថ្លៃបដាការណាក្មួយឯងនៅប្រឹងរកសិនទៅក្មួយមិញមានតែមួយមិញត្រូវមើលមនុស្សណាស់មុននឹងលើកក្មួយស្រីមិញឲ្យនោះខ្ញុំនឹងគាត់តាក់ទងគ្នាធម្មតាតាខ្ញុំអត់បានធ្វើអីដែលខុសផងនឹងមិញតែក្មួយឯងណាទើបតែធំនោះទេតាក់ទងគ្នាមើលចិត្តគ្នាស្អីរឿងកែប្រែខ្លួនដើម្បីគ្រួសារចំណូលខែភ្លៀងវាច្បាស់ជារងាហើយទៅគ្រប់គ្នាមនីថែរក្សាខ្លួនថែរក្សាសុខភាពព្រោះខ្លាចជំងឺតាមយាយីខណៈនោះផងដែរមិញនឹងក្មួយស្រីកំពុងតែធ្វើដំណើរពីស្រែត្រឡប់ទៅផ្ទះវិញនាតាមផ្លូវក៏បានជជែកគ្នាជាច្រើនរឿងគិតទៅខែនេះត្រជាក់មែនសុខភាពបើមិនថែទេណាអាចនឹងឈឺហើយផ្ដាសាយតិចតួចអីរកថ្នាំសង្កូវលេបទៅចាំមិញគឺត្រូវថែទាំសុខភាពខ្លួនឯងចឹងហើយបើយើងមិនថែខ្លួនឯងតើឲ្យអ្នកណាមកជួយថែជំនួសទៅមិញ
មិញប្រាប់អាចេះមើលថែខ្លួនកុំឲ្យឈឺទៅវាពិបាកវាអត់ស្រួលទេណាមិនថាឈឺស្អីក៏ដោយដូច្នេះហើយមុនហូបអីត្រូវគិតពិចារណាផងមើលថាមកហូបនោះអាចហូបបានទៀតទេហើយហូបទៅប៉ះពាល់សុខភាពឬអត់មិនមែនចេះតែឃើញហើយហូបអត់គិតនោះទេចាំមិញខ្ញុំនឹងស្ដាប់តាមពាក្យសម្ដីរបស់មិញណែនាំខ្ញុំមិនងាយចេះតែហូបទេប៉ះហុកអាំងប៉ះហុកចិញ្ច្រាំអីគឺឆ្ងាញ់ណាស់មិញអត់អស់លុយទេមាត់ឯងនេះហូបឲ្យប្រមាណផងទៅខណៈដែលមិញនិងក្មួយកំពុងតែជជែកគ្នាឥតឈប់ក៏មានអ្នកជីកោយន្តមកពីក្រោយព្រមទាំងសួរនាំអ្នកបដើក្មួយស្រីតាណាដែរហ្នឹងបើមិនយល់ទាស់ទេអ្នកអាចមកជិះគោយន្តជាមួយខ្ញុំបាននឹងមិនហត់កម្លាំងជើងដើរទៅផ្ទះវិញទេខ្ញុំជូនទៅដល់ផ្ទះដោយសុវត្ថិភាពតែម្ដងខ្ញុំនឹងក្មួយណាអរគុណច្រើនហើយលោកបងតែលោកបងទៅមុនចោះខ្ញុំដើរតាមបន្តិចទៀតដល់ផ្ទះហើយអ្នកអាចទេមានចិត្តមេត្តាឡើងមកជិះគោយន្តជាមួយខ្ញុំមកកុំឲ្យអ្នកហត់ក្នុងការដើរថ្មើរជើងថាអត់គឺអត់ហើយនិយាយដដែលម្លេះទេនេះមីអូនទៅជាមួយពូដែរទេចាំពូជូនដល់ផ្ទះខ្ញុំអត់ទៅទេពូមិញខ្ញុំអាចខឹងបានហេតុអីក៏អ្នកអត់ព្រមឡើងជិះគោយន្តជាមួយខ្ញុំឬក៏ទាល់តែឡានសេរីទំនើបទើបអាចជិះបានវាអត់តាក់ទងអីនឹងគ្រឿងយានជំនិះនេះទេតែមនុស្សអត់ចាប់អារម្មណ៍គឺបែបហ្នឹងពុទ្ធោឲ្យអ្នកសុទ្ធតែមិនចាប់អារម្មណ៍ទៀតចង់បានបែបណាទើបអ្នកចាប់ចិត្តចាប់អារម្មណ៍បានទៅព្រមឡើងជិះគោយន្តជាមួយខ្ញុំឬក៏ទាល់តែឡានសេរីទំនើបទើបអាចជិះបានវាអត់តាក់ទងអីនឹងគ្រឿងយានជំនិះនេះទេតែមនុស្សអត់ចាប់អារម្មណ៍គឺបែបហ្នឹងពុទ្ធោឲ្យអ្នកសុទ្ធតែមិនចាប់អារម្មណ៍ទៀតចង់បានបែបណាទើបអ្នកចាប់ចិត្តចាប់អារម្មណ៍បានទៅលុបពេលមកដល់ផ្ទះមានអ្នកនៅរងចាំនៅមុខផ្ទះមីងសៃក៏បានសួរឡើងកំឡោះពីភូមិណាណែឯងមករកអីដែរហ្នឹងខ្ញុំរងចាំជួបក្មួយស្រីមីងមកជួបរកអីអត់មានអីស្វាគមន៍ផងទេហើយត្រូវជាអីបានមករកដល់ផ្ទះបែបហ្នឹងនោះប្រាប់តាមត្រង់មកខ្ញុំមកជួបធម្មតាតើមីងមិនចាំបាច់យកអីមកស្វាគមន៍ខ្ញុំទេខ្ញុំជាសង្សារក្មួយមីងសង្សារនឹងជាអ្វីណែអាក្មួយឮតែពាក្យថាសង្សារប៉ុន្តែមីងអត់យល់ទេខ្ញុំជាសង្សារក្មួយមីងសង្សារនឹងគ្នាជាគូស្នេហ៍ដែលគេស្រឡាញ់គ្នាហើយតាក់ទងគ្នាមើលចិត្តគ្នាមុនពេលចូលរោងការមីអូនចេះមានសង្សារទៀតដែរទើបតែធំសោះនឹងក្មួយមិញខ្ញុំនឹងគាត់តាក់ទងគ្នាធម្មតាតាខ្ញុំអត់បានធ្វើអីដែលខុសផងនឹងមិញតែក្មួយឯងណាទើបតែធំនោះទេតាក់ទងគ្នាមើលចិត្តគ្នាស្អីខ្ញុំអាយុ22ឆ្នាំហើយណាមិញតែមិញនៅតែបារម្ភណាស់ឯងនៅតែក្មេងដដែលនៅក្នុងកាយភ្នែករបស់មិញខ្ញុំនឹងក្មួយមីងតាក់ទងគ្នាបែបរាក់កំផែលតាអត់មានអីលើសលួសផងសុំកំកិតអីវែងឆ្ងាយពេកមីងឯងក៏ដឹងដែរថាមនុស្សចាស់គឺគិតច្រើនណាស់មិនថារឿងនេះតូចប៉ុណ្ណាទេឲ្យតែវាតាក់ទងនឹងសាច់ញាតិនៅក្នុងក្រុមគ្រួសារពិសេសគឺកូនក្មួយដែលចិញ្ចឹមមកដោយផ្ទាល់ដៃតាំងតែពីតូចក្រូចឆ្មាមកម្លេះនេះខ្ញុំយល់តាមីងដូច្នេះហើយបានជាខ្ញុំមកឲ្យមីងស្គាល់បានឃើញមុខហើយសង្ឃឹមថាមីងនឹងយកយល់អធិស្ឋានដល់ខ្ញុំទាំងពីរធំអស់ហើយមនុស្សចាស់ដូចមីងពិបាកនឹងហាមឃាត់ណាស់ហើយណាស់ហើយចោះបើជ្រុលជាដូចនេះហើយណាតាក់ទងគ្នាតែម្ដងទៅតែកុំប្រហើនឲ្យលើសពីអ្វីដែលបាននិយាយចេញមកបាទមីងខ្ញុំមិនធ្វើអ្វីដែលលើសលួសនោះទេខ្ញុំជាមនុស្សដែលគោរពសម្ដីណាស់ទង្វើឲ្យមកតាមផងកុំបានតែស្ដីពេកនោះបាទខ្ញុំមិនមែនជាមនុស្សដែលបានតែសម្ដីនោះទេមីងទៅក្នុងហើយណានៅជជែកជាមួយគ្នាចោះចាំមីងសៃក៏បានចូលទៅក្នុងផ្ទះមករកអីដល់ផ្ទះឃើញរអត់ថាត្រូវមាត់អញ្ចឹងត្រូវមាត់ក៏លែងជាបញ្ហាទៀតហើយព្រោះយើងទាំងពីរទទួលបានយល់ព្រមពីមីងរបស់អូនហើយតាកុំឲ្យលួចលាក់ធ្វើមើលទៅចោលលួចសេះទៀតអូខេកាត់បែបនេះក៏បានដែរតែកុំឲ្យពាក្យសម្ដីដែលនិយាយចេញមកខុសទៅថ្ងៃខាងមុខឲ្យសោះជាពិសេសគឺសម្ដីដែលបាននិយាយជាមួយមីងខ្ញុំអបាញ់មិញនេះមនុស្សប្រុសគឺត្រូវតែគោរពសម្ដីហើយមិនវេចវេនោះទេជឿត្រឹមនឹងសិនចោះចាំជឿសុបនៅថ្ងៃណាមួយដែលខ្ញុំគិតថាជឿបានតាមចិត្តចុះបងអត់បង្ខំទេទំនេរពេលណាជឿពេលហ្នឹងបានបងទៅផ្ទះវិញហើយណាព្រោះបងចាំអនអញយូរដែរហើយហ្នឹងចា
ម៉ៃតាក៏បានចាក់ចេញទៅផ្លេតពេលដែលចប់សម្ដីហើយទៅហើយបានធ្វើចិត្តខ្លះឆរ៉ាក៏បានដើរចូលទៅក្នុងផ្ទះរកម្ដាយមីងរបស់នាងដែលកំពុងតែរងចាំនាងរួចជាស្រេចគេម្នាក់នឹងយ៉ាងម៉េចដែរទៅតាក់ទងទៅយល់ថាយ៉ាងណាដែរគាត់សុភាពបរោះឲ្យចិត្តល្អណាស់មីងគាត់ជាមនុស្សចេះយោគយល់មនុស្សតាក់ទងគឺរមែងតែសរសើរដូច្នេះហើយអត់ទេមីងខ្ញុំនិយាយត្រួសទេគាត់បានតែ50-50ទេអ្វីដែលខ្ញុំបាននិយាយនេះតែយ៉ាងណាក៏អាចទុកចិត្តបានដែរមីងសង្ឃឹមថាក្មួយនឹងមិនជ្រើសរើសមនុស្សខុសទេចោះចាំមីងម៉ៃតាមកដល់ផ្ទះវិញបែរជាជួបនឹងរឿងដែលធ្វើឲ្យគេសំភ្នែកសំត្រចៀកទៅហើយប្រុងយកស្រាខ្ញុំទៅណាខ្ញុំគ្រាន់តែផឹកកំដរអារម្មណ៍ខ្ញុំតែប៉ុណ្ណោះខ្ញុំបានផឹកយកសវឹងឯណាផឹករត់ថ្ងៃមិនចេះផ្អាកហើយនៅថាចង់កំដរអារម្មណ៍ទៀតទេផ្អាកទៅកុំឲ្យស្លាប់ព្រោះតែសូរ៉ានេះអីអត់ល្អទេណានាំតែខ្មាស់ញៀតឌូទេខ្ញុំមិនចង់តប៉ែជាមួយម៉ែវាឯងទេឲ្យដបស្រានេះមកខ្ញុំមកស្រាថ្នាំស្រាសបើខ្ញុំផឹកទៅដេកស្រួលខ្ញុំផឹកអញ្ចឹងហើយដេកស្រួលស្អីបើដួលប៉ះភ្នូពេញផ្លូវរហូតសោះហ្នឹងគេហៅថាលេងផឹកបាយឆ្ងាញ់ដេកស្រួលហើយគេហៅថាប្រមឹកទៅវិញទេណាផឹកមួយបាយឆ្ងាញ់គេមិនហាមទេតែផឹកដល់ថ្នាក់ដួលវង្វេងផ្ទះហាគឺប្រមឹកហើយកុំមកចេះឲ្យស្រាមកខ្ញុំយកទៅផឹកហើយជជែកជាមួយសាច់ញាតិបងប្អូនខ្ញុំដែលកំពុងតែចាំខ្ញុំនៅឯវាលឯនោះសុទ្ធតែភ្នូខ្មោចហ្នឹងផឹកដល់ថ្នាក់ប្រមឹកឲ្យស្រាដឹកមុខហើយខំណាស់តិចបានស្លាប់ដោយសារតែស្រាហ្នឹងទៅបើផឹកមិនចេះកាត់នោះថាកុំចេះតិចខ្ញុំអត់បានឥឡូវហើយកូនឯងមើលទៅកុំធ្វើចរិតដូចឪឯងណាពេលដែលចាស់ទៅអត់បានសាច់ការអីហើយនៅមកអំពលទុកដល់គ្រួសារទៀតកុំចេះតែនិយាយខ្ញុំអត់នាំទុកដល់អ្នកណាទេខ្ញុំដែលឲ្យម៉ែវាឯងទៅសែងខ្ញុំមកផ្ទះវិញដែរអត់ទៅណាក៏ទៅចោះលេងចង់រវល់ទៀតហើយពូលឿនកាន់ដបស្រាដើរចេញពីផ្ទះដំរងទៅណាក៏មិនដឹងដើរមិនត្រង់ផ្លូវនោះទេកុំយកជីគំរូអសោះណាកូនត្រូវធ្វើជាមនុស្សដែលអាចពឹងពាក់បានស្រឡាញ់ប្រពន្ធកូនពេលដែលមានគ្រួសារទៅព្រោះថ្ងៃអនាគតកូនជាមេគ្រួសារហើយក៏ត្រូវមានទំនួលខុសត្រូវក្នុងខ្លួនណាកូនបានខ្ញុំយល់ច្បាស់ណាស់ពីរឿងនេះខ្ញុំនឹងមិនយកគំរូបែបនេះទេម៉ែកុំបារម្ភអីល្អហើយកូនប្រុសចូលផ្ទះបានហើយណាកូនបាទម៉ែម្ដាយនិងកូនក៏បានចូលទៅផ្ទះបាត់ទៅពូលឿនដើរត្រេតត្រោតមិនត្រង់ផ្លូវក៏បានដួលនៅក្បែរកុំផ្ការបស់អ្នកភូមិស្អីខ្លះទេវ៉ៃគួរឲ្យធុញទ្រាន់មែនហ្មងដាំផ្កាអញ្ចឹងកើតដែរខំស៊ីអស់ឥឡូវហ្នឹងគាត់ក៏បានក្រោកឡើងបន្ទាប់ពីរអ៊ូអស់ចិត្តហើយចាំទុកណាកុំឲ្យយើងបានឃើញមុខឯងទៀតឲ្យសោះនិយាយចប់គាត់ក៏បានដើរបន្តទៅមុខទៀតជារឿយនាពេលយប់សំឡេងឆ្កែលាន់ឮពេញភូមិពូយ៉ាន់ជាមួយកូនប្រុសបើកូយន្តដឹកស្រូវទាំងព្រឺឆ្អឹងខ្នងកាត់យោដូចជាព្រឺឆ្អឹងខ្នងដល់ហើយកូនហើយចុះសំឡេងឆ្កែលូអីលាន់ទៅហឹងសម្បើម្លេះធ្វើឲ្យពុកជាមនុស្សចាស់នេះក៏ខ្លាចម្នយដែរកុំតែគិតច្រើនមើលពងជួនកាលវាព្រោះតែយាមផ្ទះឬក៏ឃើញមនុស្សដើរកាត់ទេហើយអាចជាលូដើម្បីកំសាន្តអារម្មណ៍ដូចគ្នាដែរពេលយប់ឡើងវាជាទម្លាប់ទៅហើយកូនឯងនឹងធ្លាប់ធ្វើជាសំណក់មែនទេបានជាដឹងម្លេះនឹងខ្ញុំនិយាយតាមតែអ្វីដែលខ្ញុំយល់ឃើញតាពុកមិនបានជាពួកម៉ាក់សំណក់ឯណាពុកគិតលេងទេខណៈនោះបែរជាមានអ្នករត់កាត់កូយន្តរបស់ពូយ៉ាន់ស្អីរត់កាត់មុខមិញហ្នឹងកូនឯងមិនឃើញអត់ខ្ញុំអត់បានឃើញអីទេពុកឆាប់បើកទៅលឿនឡើងទៅពុកកំពុងទៅបើកទៅមុខហើយកុំទឿនពេកខ្លាចក្លាប់គោយន្តពូយ៉ាន់បើកកូយន្តទៅមុខកាន់តែលឿនតាមដែលអាចធ្វើទៅបានលែងហ៊ានងាកទៅណាតាមដងផ្លូវផ្ដេសផ្ដាសទៀតហើយពូលឿនកាន់ដបស្រាដើរពេញផ្លូវតម្រង់ទៅផ្ទះរបស់គាត់វិញតែគាត់ក៏ស្រាប់តែឃើញនៅអ្វីចម្លែកស្ទង់ហោះកាត់មុខរបស់គាត់ស្អីគេហោះកាត់មុខយើងមិញហ្នឹងស្រមោលស្ទង់តែម្ដងហើយ
តែបើថាជាខ្មោចនឹងអាលចាប់ត្រាំស្រាផឹកអើយយើងអត់ដែលចេះខ្លាចអីទេវ៉យ និយាយហើយគាត់ក៏បានបន្តដំណើរទៅមុខតែខណៈនោះគាត់បែរជាដួលដោយតាក់ជើងនិងអន្ទាក់គេដែលបានដាក់ទុកចាប់សាទ អូយជួយខ្ញុំផងម៉ែវាជួយខ្ញុំផងអូយកូនអើយជួយឪផងកូន នាពេលព្រឹកឡើងអ្នកភូមិដែលឆ្លងកាត់ឃើញក៏បាននាំយកពូលឿនទៅផ្ទះរបស់គាត់វិញនឹងហើយប្រាប់មិនស្ដាប់ឥឡូវជាប់អន្ទាក់គេរបួសជើងតតែបានហឺអញ្ចឹងហើយខានដើរផឹកហើយ អ្នកអង្គមបន្ទោសគាត់អីយប់ឡើងគាត់មើលមិនឃើញទេហើយណាមួយធ្លាក់ភ្នែកអស់ទៅហើយអរគុណហើយពូដែលបានយកពុកមកដល់ផ្ទះវិញចាំខ្ញុំយកគាត់ទៅពេទ្យពូទៅវិញហើយណាល្មមឈប់ផឹកស្រាហើយលបងអើយវាអត់បាននាំផលប្រយោជន៍អីមកក្រុមគ្រួសារទេមានតែនាំរឿងឲ្យក្រុមគ្រួសារច្រើនជាងខ្ញុំដឹងហើយកុំតន់អាលបដៅខ្ញុំមើលអាកូនយកឪទៅពេទ្យបានពង កូនប្រុសក៏បាននាំឪពុកទៅកាន់មន្ទីរពេទ្យឆោរាកំពុងតែដាក់ហាលត្រីសុកពូច័ន្ទក៏បានចូលមករកនាងឲ្យភ្ញាក់ធ្លាក់ត្រីមកលើដីយ៉ាងដំណំអើយពូមកស្ងាត់អញ្ចឹងខ្ញុំភ្ញាក់សឹងអីទៅហើយ មីងក្មួយឯងទៅណាពូមករកមីងទេមិនបានមករកក្មួយទេ មិញនៅក្រៅផ្ទះបេះបន្លែពូទៅរកគាត់ចា ពូទៅសិនហើយអញ្ចឹង ពូច័ន្ទក៏បានដើរទៅក្រៅផ្ទះតាមសម្ដីរបស់នាងប្រាប់មករកតែមិញខ្ញុំតែម្ដងពូបន្ទាប់ពីចេញពីពេទ្យដោយមានរបួសនៅជើងត្រូវដេកជាច្រើនធ្នេពូលឿនក៏បានត្រឹមតែសម្រាកនៅលើគ្រែដើរមិនបាន វេទនាម្លេះហេតុអីក៏ខ្ញុំត្រូវដេកឈឺអញ្ចឹងណោពុកសម្រាប់ព្យាបាលឲ្យជាសិនទៅហើយបើចង់ពិសាស្រាទៀតវាអាចជាយូរបន្តិចហើយទម្រាំតែបានជាស្រួលបួលឃើញឪឯងស្ថិតនៅក្នុងសភាពដូចនេះទៅហើយនៅតែហ៊ានឌឺឪឯងទៀតយីអាកូននេះខ្ញុំសុំចាត់ពុកទៅចុះបើពុកធូរស្រាលវិញគួរតែកាត់បន្ថយពិសាស្រាទៅព្រោះវាប៉ះពាល់ដល់សុខភាពរបស់ពុកខ្ញុំមិនចង់ឲ្យពុកមានរោគបៀតបៀននោះទេពុកនឹងផ្អាកផឹកផ្អាកទៅណាហើយ បើមិនផ្អាមានតែវាទៅរកស្រាខ្ញុំនឹងកូនណាចំណាយថ្លៃព្យាបាលលើឪវាឯងច្រើនណាស់បើអត់គិតឃើញទេណាខ្ញុំក៏នឹងលេងនិយាយលេងមើលមុខទៀតហើយទុកឲ្យស្លាប់តាមកន្លែងនឹងហើយពុកគួរតែគិតគូរពីសុខទុក្ខខ្លួនឯងជាមុនផងព្រោះពុកជាអ្នកឈឺមិនមែនខ្ញុំនឹងម៉ែទេពុកដឹងខុសហើយពុកសុំទោសម៉ែវាឈប់ល្អូទៅណាខ្ញុំនឹងមិនធ្វើដូច្នេះទៀតទេខ្ញុំឃើញហើយថាខ្ញុំវាឈឺក្រំក្នុងឈឺរបួសខាងក្រៅឈឺសពសារពើតែម្ដងពេលនៅស្ងៀមដូច្នេះ បើកែគឺល្អ បានកែគឺកែហើយ ពូលឿនក៏បានបដិញ្ញាចិត្តឈប់ពិសាគ្រឿងស្រវឹងឲ្យស្រវឹងខួបដើរមិនត្រង់ផ្លូវទៀតហើយបន្ទាប់ពីប្រទះនឹងភាពវេទនាដោយសារតែការសេពគ្រឿងស្រវឹងនេះឯងមួយរយៈក្រោយមកម៉ៃតាយកផ្លែឈើមកជូនម្ដាយមីងឆរ៉ាដល់ផ្ទះយកផ្លែឈើមកលេងទៀតដែរមានគោលបំណងអីដែរទៅក្មួយ ខ្ញុំមកលេងសួរសុខទុក្ខធម្មតាទេមីងមួយរយៈនេះមិនសូវបានជាមកជួបឆរាទេព្រោះនៅជួយការងារម៉ែនិងមើលពុកឈឺផងមីងគិតថាក្មួយឯងអាចមកធ្វើក្មួយភាសាមីងបានតែថ្លៃបដាការណាក្មួយឯងនៅប្រឹងរកសិនទៅក្មួយមីងមានតែមួយមីងត្រូវមើលមនុស្សណាស់មុននឹងលើកក្មួយស្រីមីងឲ្យនោះខ្ញុំអាចយកក្មួយមីងបានព្រោះតែខ្ញុំក៏មានមុខរបរការងារច្បាស់លាស់ដែរមីងមីងទុកចិត្តក្មួយហើយអូខេណាហើយឆាប់ចូលមកបានអរគុណមីងដែលទុកក្មួយឲ្យខ្ញុំចាក់ចេញពីផ្ទះរបស់មីងសៃហើយម៉ៃតាក៏បាននាំឆរ៉ាមកជម្រាបសួរដល់ឪពុកម្ដាយលោកប៉េរ៉ូស៊ីលទៅជូននាងត្រឡប់ទៅផ្ទះវិញខ្ញុំបានជួបពុកម៉ែបងឯងហើយគាត់ចិត្តល្អហើយត្រូវគ្នាណាមិនតតេងខ្វែងគំនិតគ្នាឡើយមុននឹងខ្វែងគំនិតគ្នានេះគាត់ប្រកែកគ្នាមកឆ្អែតទៅហើយបងមើលលង្សំភ្នែកស្ដាប់លង្សំតិចព្រោះគាត់ដូចតែគ្នាទេពេលនេះគាត់លេងអញ្ចឹងទៀតហើយគាត់សម្របសម្រួលគ្នាបានច្រើនហើយបងនឹងចូលរោងការឆាប់នាពេលខាងមុខនេះចាខ្ញុំនឹងរងចាំបងបងទៅផ្ទះវិញហើយណា
ចាបាយបាយអ្នកទាំងពីរបំបីផ្លូវគ្នាត្រឹមនេះឪពុកម៉ៃតាក៏បានកែប្រែខ្លួនពីមនុស្សដែលចូលចិត្តក្រេបសូរ៉ាក្លាយមកជាមនុស្សដែលអាចផ្ដាច់បានដែលយូរម្ដងទៅពិសាហើយលុយកាក់ក៏សល់ក្រែលដែរជំងឺក៏មិនសូវហ៊ានបៀតបៀននោះដែរលុះ2ឆ្នាំក្រោយមកកូនប្រុសរបស់គាត់ក៏បានរៀបមង្គលការចេញទៅរស់នៅផ្សេងដាច់ដោយឡែកពីគ្រួសារទាំងសងខាង